ជាបឋមខ្ញុំបាទសូមជម្រាបសួរលោកគ្រូប្រទេសបាទថ្ងៃនេះខ្ញុំធ្វើការបកស្រាយតទៅជាមួយនឹងមេរៀនបាទការរំលែកតម្លៃការសិក្សាហើយសប្តាហ៍ទី6តទៅមួយប្រឡូមទស្សនវិជ្ជាការរៀបចំនិងបង្កើតតេស្តបាទយើងហៅថាប្រឡូមទស្សនវិជ្ជា Test Design and Development បន្ទាប់ពីការរៀនមេរៀននេះចប់គឺគ្រូនិស្សិតនឹងដឹងពីបាទនឹងពិពណ៌នាអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ប្រភេទសំណួរទម្រង់បិទនិងទម្រង់បើកបាទទី2គឺអនុវត្តការរៀបចំនិងបង្កើតសំណួរតាមកម្រិតព្រលូមបង្កើតសំណួរទម្រង់បិទនិងទម្រង់បើកក្នុងការវាយតម្លៃតាមលទ្ធផលសិក្សារំពឹងទុកនិងចុងក្រោយគឺសាកល្បងបង្កើតតេស្តស្តង់ដារដោយពិចារណាលើភាពជាក់លាក់និងសុពលភាពនៃសមត្ថភាពសំណួរបាទអញ្ចឹងតើតើមួយចំណុចមេតិកាគឺមាន6ចំណុចគឺគោលការណ៍បង្កើតសំណួរតាមទស្សនវិជ្ជាប្រឡូមប្រភេទសំណួរតាមកម្រិតប្រឡូម3ការអនុវត្តការបង្កើតសំណួរតាមកម្រិតប្រឡូម4គុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បិទដែលយើងហៅថាសំណួរពហុជ្រើសរើស5គឺគុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បើក6ការរៀបចំនិងបង្កើតតេស្តស្តង់ដារចំពោះសំណួរត្រេះនេះគឺគេបានសួរថាទី1តើអ្វីជាគុណសម្បត្តិនិងគុណវិបត្តិនៃសំណួរពហុជ្រើសរើសទី2តើអ្វីជាគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់សំណួរដែលបានជ្រើសរើសដែលមានជម្រើសគោល2និងទី3តើអ្វីជាលក្ខណៈនៃសំណួរគោលកងហើយអ្វីជាគុណសម្បត្តិនិងគុណវិបត្តិនៃសំណួរគោលកង4តើចំណុចសំខាន់អ្វីខ្លះដែលត្រូវពិចារណាសម្រាប់ការសរសេរសំណួរពហុជ្រើសរើសសំណួរដែលមានជំរើសគោល2សំណួរគប់កងនិងសំណួរដែលមានចម្លើយជ្រើសរើសស្រាប់5ចូលបង្កើតសំណួរតាមកម្រិតប្រឡូមទស្សនវិជ្ជាដើម្បីវាស់ចំណេះដឹងចំណុចចុងក្រោយទី6ចូលសាកល្បងបង្កើតតេស្តស្តង់ដារបាទអញ្ចឹងតើតើមួយគោលការណ៍បង្កើតសំណួរតាមទស្សនវិជ្ជាប្រឡូមគឺយើងប្រើប្រឡូមទស្សនវិជ្ជាដើម្បីអ្វីបាទអញ្ចឹងគឺដើម្បីរៀបចំវិធីសិក្សាបាទដើម្បីសរសេរនិងកំណត់នៅវត្ថុបំណងមេរៀនដើម្បីរកឲ្យឃើញនៅបំណិនដោយរៀនពីស្រួលទៅពិបាកបាទដើម្បីបន្សំវត្ថុបំណងទៅនឹងវិធីសាស្ត្រនិងស្តង់ដារវិតម្លៃឲ្យមានប្រសិទ្ធភាពដាក់បញ្ចូលចំណេះដឹងដែលសិស្សត្រូវរៀននិងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវដើម្បីសម្រួលការសួរសំណួរអញ្ចឹងតើតើជាមួយនឹងគោលការណ៍នៃតាមសំណួរតាមសិបត្តិប្រឡូមក្នុងនេះក៏បានសួរថាតើកម្រិតពុទ្ធិប្រឡូមចុះជាប្រមាណកម្រិតអញ្ចឹងបន្ទាប់ពីការសិក្សាហើយគឺប្រឡូមទស្សនវិជ្ជាគេបានចែកជា6កម្រិតទី1គឺកម្រិតចងចាំទី2គឺការយល់ទី3គឺការអនុវត្តទី4ការវិភាគទី5ការវិតម្លៃនិងទី6ការបង្កើតថ្មីបាទអញ្ចឹងក្នុងសំណួរចងចាំឧទាហរណ៍ថាយើងលើកមេរៀនមួយមកបង្រៀនសិស្សទៅតទៅជាមួយនឹងឧទាហរណ៍ថាមេរៀនគណិតវិទ្យាយើងលើកទៅជាមួយនឹងមេរៀនធរណីមាត្របាទគឺទី1យើងឲ្យកូនសិស្សចំណុចចងចាំតើការ៉េមានជុំប្រមាណជ្រុងរបស់ពីទាំង4បែបម៉េចនឹងគ្នាបាទហើយតើការ៉េមានមុំប្រមាណហើយមុំទាំង4បែបម៉េចអានេះជាការចងចាំការយល់បាទចូលកូនប្រាប់ពីបាទបរិមាណរបស់ការ៉េតើដើម្បីរកបរិមាណការ៉េគេទៅធ្វើបែបម៉េចឧទាហរណ៍ថាគេយកជ្រុងគុណ9អញ្ចឹងទៅការអនុវត្តការអនុវត្តមានន័យថាកូនសិស្សអាចស្វែងយល់ពីការដោះស្រាយចំណោទដែលមានផ្ទៃការ៉េដូចឧទាហរណ៍ថាចម្ការមួយមានប្រវែងបាទចម្ការមួយរៀងជាកូនការ៉េមានប្រវែងប្រហែលជា50ម៉ែត្របាទប្រវែង50ម៉ែត្រចូលកូនគណិតផ្ទៃកន្លាចំការទាំងអស់នោះចឹងគឺគាត់អាចអនុវត្តបានហើយគាត់វិភាគបាទតើការ៉េហ្នឹងគាត់អាចរកអីបានខ្លះអាចមានរកជាអង្កត់ទ្រូងការ៉េឬក៏គាត់អាចស្គាល់ពីអីពីមុំតើមុំកែងនឹងស្មើប្រមាណនេះប្រមាណការវិតម្លៃមានន័យថាកូនសិស្សគាត់អាច
ដឹងតែគាត់អាចបន្ទាប់ពីគាត់រៀនមេរៀនការ៉េបរិមាការ៉េឬក៏ផ្ទៃកលាការ៉េហ្នឹងហើយគឺគាត់អាចយកទៅអនុវត្តទៅទៅមួយការរកផ្ទៃកលាឬក៏គណនាសំណួរអ្វីមួយដែលតកតងជាមួយនឹងផ្ទៃកលាការ៉េគឺគាត់អាចធ្វើបានហើយការបង្កើតថ្មីហ្នឹងមានន័យថាចំណុចហ្នឹងគឺគាត់អាចទៅជាការបង្កើតចំណោទដល់ខ្លួនឯងបាទគាត់អាចបង្កើតរូបរាងអ្វីមួយដែលដូចជាការ៉េដើម្បីឧទាហរណ៍ថាគាត់ធ្វើជាសក្តាមួយដែលរាងជាការ៉េ4ជ្រុងបាទហើយគាត់អាចរកផ្ទៃកលាផ្ទៃបានអានេះគឺជាការបង្កើតថ្មីរបស់សិស្សបាទតើតើជាមួយនឹងកម្រិតទាំង6និងលំនាំនៃការយល់បាទអញ្ចឹងបន្ទាប់ពីខ្ញុំបានឲ្យឧទាហរណ៍ទៅលោកគ្រូទីស្ដាប់ហើយគឺនេះគឺជាលំនាំនៃការយល់ដឹងនិងឧទាហរណ៍កម្រិតចងចាំគឺមានន័យថាយើងរំលឹកឡើងវិញនៅចំណេះដឹងដែលបានរៀនពីនៅរំលឹករយៈពេលវែងស្គាល់ឡើងវិញនិងបង្កើតឡើងវិញកម្រិតយល់ដឹងមានថាគាត់អាចបង្កើតឡើងវិញនៅព័ត៌មានដែលគ្រូបានបង្រៀនរួចមានសំណួរបន្តមាត់សរសេរបកស្រាយបញ្យលធ្វើចំណែកថ្នាក់សង្ខេបប្រៀបធៀបនឹងលើកឧទាហរណ៍ចំណុចទី3អនុវត្តមានថាអនុវត្តនិងប្រតិបត្តិតាមទស្សនៈដែលសរសេរហើយអនុវត្តបញ្ជាក់ថាទស្សនៈនឹងខុសឬក៏ត្រូវចំណុចទី4គឺតើតើវិភាគមានថាបំបាយព័ត៌មានទៅផ្នែកតូចៗហើយកំណត់ថាតើផ្នែកណាមួយមានតំណងគ្នាឧទាហរណ៍ថាការនិយាយភាពខុសគ្នាការគ្រប់គ្រងនិងកំណត់លក្ខណៈទី5វាតម្លៃធ្វើការវិនិច្ឆ័យដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនិងស្តង់ដារឧទាហរណ៍ធ្វើការត្រួតពិនិត្យនិងធ្វើការរិះគន់ក្នុងន័យស្ថាបនាចំណុចចុងក្រោយគឺការបង្កើតថ្មីគឺផ្សំធាតុផ្សេងៗបញ្ចូលគ្នាដើម្បីបង្កើតជាសម្ព័ន្ធភាពឬមុខងារទាំងមូលឬក៏ផ្សំធាតុផ្សេងៗឡើងវិញឲ្យទៅជាលំនាំថ្មីមួយឧទាហរណ៍ថាបង្កើតថ្មីរៀបចំផែនការសង្សងអ្វីមួយឡើងបាទអញ្ចឹងប្រភេទសំណួរតាមកម្រិតប្រឡូមបាទអញ្ចឹងសំណួរបិទតើសំណួរបិទគឺបែបម៉េចទៅសំណួរបិទគឺជាសំណួរទាំងឡាយដែលចម្លើយសំណួរនោះត្រូវបានផ្ដល់ឲ្យរួចជាស្រេចហើយតម្រូវឲ្យអ្នកឆ្លើយធ្វើការជ្រើសរើសគប់កបំពេញឬភ្ជាប់ចម្លើយទាំងនោះសំណួរទម្រង់បិទអាចជាសំណួរពហុជ្រើសសំណួរខុសត្រូវសំណួរពុកកនិងសំណួរបំពេញចន្លោះជាដើមសំណួរបែបទម្រង់សំណួរបែបជាសំណួរដែលតម្រូវឲ្យអ្នកឆ្លើយសំណួរដល់ចម្លើយទាំងស្រុងមិនថាតាមរយៈការនិយាយដោយផ្ទាល់មាត់ការសរសេរផ្សេងៗឡើយតើតើជាមួយការអនុវត្តការបង្កើតសំណួរតាមកម្រិតប្រឡូមអញ្ចឹងយើងត្រូវតែអនុវត្តនៅ6ចំណុចគឺកម្រិតចងចាំយល់ដឹងអនុវត្តវិភាគវិតម្លៃនិងបង្កើតថ្មីចំពោះកិរិយាសព្ទដែលយើងសម្គាល់ក្នុងការកម្រិតចងចាំមានមើលស្ដាប់កត់ត្រាសូត្រទន្ទិញរំលឹកប្រាប់អានវិញចម្ងល់រៀបរាប់ពណ៌នាគប់កងហៅឈ្មោះកម្រិតយល់ដឹងចូលបកស្រាយបង្ហាញបញ្យលវិភាសាក៏អនុវត្តស្រាយកណនីជ្រើសមានពិសោធន៍ប៉ាន់ស្មានកំណត់សម្រួលពលាតបង្ហាញអនុវត្តសងដៅរប្រើប្រាស់បញ្ជាវិភាគមានដូចជាប្រៀបធៀបបែងចែកវិភាគលំអិតចំណាត់ថ្នាក់រៀបលំដាប់ញែកឲ្យឃើញច្បាស់បាទចំណុចវាតម្លៃដល់យោបល់សម្រាប់ចាត់រិះគន់ដាក់បន្ទុកសង្ខេបត្រង់ថ្លែងទាញសេចក្តីស្រឡាញ់ឋាននិងបង្កើតថ្មីមានថារចនាផលិតរៀបគម្រោងរៀបរៀងបង្កើតផ្សំបញ្ចូលគ្នាឬក៏ច្នៃប្រឌិតទាញរូបមន្តឬទាញវិបាកបាទចំណុចបន្តគឺតើតើជាមួយនឹងការអនុវត្តការបង្កើតបាទសំណួរតគឺមានន័យថាការណែនាំការបង្កើតសំណួរតេស្តទម្រង់ពូជឬសំណួរតេស្តពូជឬដែលមានលក្ខណៈស្តង់ដារផ្សំឡើងដោយពីរផ្នែកសំខាន់ដូចជាសំណួរផ្នែកសំណួរដែល STEM និងសំណួរពហុជ្រើស option គេត្រូវសរសេរផ្នែកសំណួរ STEM ជាប្រយោគសំណួរពេញលេញហើយសំណួរពហុជ្រើស option ត្រូវមានចម្លើយត្រូវមួយ key answer និងចម្លើយខុស3ដែលយើងហៅថា distractor បាទអញ្ចឹងក្នុងនេះឧទាហរណ៍ថាគេមានការដាក់ជាឧទាហរណ៍គេថាតុលាបានធ្វើដំណើរដោយជិះរថយន្តតាក់ស៊ីបានចម្ងាយ 4.8 គីឡូម៉ែត្របន្ទាប់មកគាត់បានបន្តដំណើរទៅទៀតដោយជិះរថយន្តក្រុងចម្ងាយ 1.5 គីឡូម៉ែត្រតើតុលាធ្វើដំណើរបានចម្ងាយប៉ុន្មាន
បាទអញ្ចឹងចម្លើយរបស់យើងមានកខកហើយយើងអាចថាតើចម្លើយមួយណាត្រឹមត្រូវបាទគឺសិស្សគាត់អាចធ្វើការគណនាដែលបូកលេខចំនួនទស្សភាគ 4.8 បូកជាមួយនឹង 1.5 បើបូកទៅយើងឃើញបាន 6.3 បាទអញ្ចឹង 6.3 គឺទៅចម្លើយកដែលត្រឹមត្រូវអញ្ចឹងទេអញ្ចឹងផ្នែកសំណួរដែលយើងហៅថា STEM ហ្នឹងមានន័យថាយើងត្រូវការអធិប្បាយឲ្យសិស្សក្នុងការយល់គាត់អាចដោះស្រាយចំណុចហ្នឹងបានតើចំណុចហ្នឹងឬក៏សំណួរហ្នឹងវាស្ថិតនៅក្នុងប្រមាណវិធីអ្វីមួយហើយចម្លើយរបស់យើងគឺត្រូវតែមានមួយដែលត្រូវក្នុងចំណោមពីកដល់ខហ្នឹងមួយត្រូវ3ខុសបាទយើងហៅថា option បាទអញ្ចឹងតើតើជាមួយនឹងរាល់ជំរឿចម្លើយទាំងអស់ត្រូវមានសេចក្តីបញ្យល់ចំណុចខ្វះខាតរបស់សិស្សបាទបាទអញ្ចឹងតើតើមួយប្រភេទគុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បិទអញ្ចឹងប្រភេទសំណួរគុណសម្បត្តិគឺងាយសរសេរងាយដាក់ពិន្ទុប៉ុន្តែគុណវិបត្តិវិញមានន័យថាអត្រាទូទាយគឺខ្ពស់ដល់ 50% มันអាចបង្កើតជំរឿចម្លើយលើសពី2បានបាទมันអាចចម្លើយបង្កើតចម្លើយលើសពី2ទេมันវាតម្លៃបំណិនចំណេះដឹងក្នុងកម្រិតខ្ពស់បានពីព្រោះពេលខ្លះសិស្សខ្លះគាត់អាច guess គាត់អាចទាយតែគាត់ដល់គាត់ដល់ម៉ោងហើយគឺគាត់ទាយយកសំណួរកមានន័យថាមានប្រយោជន៍សម្រាប់ធ្វើតេស្តពីតំណែងមានប្រយោជន៍សម្រាប់ការធ្វើតេស្តបិទព័ត៌មានងាយបង្កើតក្នុងចំនួនច្រើនប៉ុន្តែចំពោះគុណវិបត្តិក៏មានដូចគ្នាមានថាវិធីសាស្ត្របង្កើតសំណួរជាក្រុមបំផ្លាញភាពឯករាជ្យនៃសំណួរតេស្តបាទអញ្ចឹងកាលណាយើងគប់កងច្រើនពេកគឺពេលខ្លះប្រភេទចម្លើយគប់កងគឺដូចយើងអាចសួរជាសំណួរបិទបានប៉ុន្តែបើយើងដាក់គប់កងគឺពេលខ្លះសំណួរបិទហ្នឹងចម្លើយមាននៅក្នុងគប់កងក៏មានដែរក្នុងវិទ្យាសាស្ត្រការប្រឡងមួយចំនួនបាទសំណួរពហុជ្រើសមានន័យថាកាត់បន្ថយអត្រាទូទាយអាចត្រូវបានប្រើដើម្បីវាស់នៅលំនាំនៃប្រតិបានទូលំទូលាយហើយកាត់បន្ថយបញ្ហានៃការកែបន្ទុកតាមវិទ្យាកែវិភាគលទ្ធផលផ្ដល់ព័ត៌មានបាទវិនិច្ឆ័យបានច្រើនងាយស្រួលដាក់បន្ទុកប៉ុន្តែចំណុចអវិជ្ជមានក៏មានដូចគ្នាមានន័យថាគឺការបង្កើតសំណួរពហុជ្រើសចំណាយពេលយូរនិងមានតម្លៃថ្លៃការបង្កើតជ្រើសរើសចម្លើយខុសមានការលំបាកពិបាកវាស់វែងពីរចសម្ព័ន្ធនៃគំនិតរបស់អ្នកធ្វើសំណួរតេស្តហើយចំពោះសំណួរបំពេញចន្លោះវិញមានទាំងគុណសម្បត្តិនិងគុណវិបត្តិដូចគ្នាទាំងអស់បាទមានភាពជឿជាក់ខ្ពស់បាទងាយសរសេរកាត់បន្ថយការទូទាយប៉ុន្តែចំពោះបន្ទុកពិបាកដល់បន្ទុកអាចមានចម្លើយដែលត្រឹមត្រូវច្រើនបាទពិបាកកំណត់នៅអ្វីដែលត្រូវវាស់វែងពិតប្រាកដបាទសិស្សប្រើរយៈពេលវែងដើម្បីបំពេញហាក់មិនបានផ្ដល់ព័ត៌មានច្រើនដល់អ្នកធ្វើបាទអញ្ចឹងសំណួរទម្រង់បើកជាប្រភេទសំណួរដែលតម្រូវឲ្យសិស្សសរសេរចម្លើយដោយកម្រិតផ្ទាល់ខ្លួនដើម្បីឆ្លើយនិងបង្ហាញដែលបានចោទឡើងចម្លើយអាចខ្លីឬវែងអាស្រ័យទៅលើទំហំនៃបញ្ហានិងសមត្ថភាពឆ្លើយរបស់សិស្សសំណួរសរសេរទម្រង់ខ្លីសំណួរសរសេរទម្រង់វែងបាទអញ្ចឹងប្រភេទនៃសំណួរទម្រង់បើកដែលយើងហៅថា construct response item ចឹងមានទាំងអស់បាទមានទាំងគុណសម្បត្តិហើយក៏វាមានទាំងគុណវិបត្តិដូចគ្នាសំណួរសរសេរទម្រង់ខ្លីមានថាល្អសម្រាប់ការវិតម្លៃលើចំណេះដឹងជាក់ស្ដែងបើគ្មានការទូទាយចម្លើយងាយស្រួលក្នុងការបង្កើតសំណួរងាយស្រួលកែលុបបន្ទុកប៉ុន្តែចំពោះគុណវិបត្តិមិនសមស្របនឹងការវាស់វែងទៅលើការសិក្សាបែបត្រេះរិះពិចារណាងាយនឹងឆ្លើយចម្លើយតាមវិធីមិនសមស្របសំណួរទម្រង់វែងមានន័យថាជាមធ្យោបាយមួយសម្រាប់វិតម្លៃបំណិនកម្រិតខ្ពស់បានជំរុញការគិតបែបច្នៃប្រឌិតនិងត្រេះរិះពិចារណាដោយនឹងការរៀននៅក្នុងថ្នាក់បាទអាចវាស់វែងការសិក្សាក្នុងវិស័យហរតីបាទដែលយើងហៅថា affective domain ចំពោះគុណវិបត្តិមានន័យថាការកែចម្លើយត្រូវចំណាយពេលវេលាបាទរងវែងយូរដែរនិងមានតម្លៃខ្ពស់ពិបាកនឹងទទួលបានមានភាពជឿជាក់រវាងអ្នកកែនិងអ្នកកែផ្សេងទៀតបាទជាងពិបាកទុកចិត្តដែរពីព្រោះនៅពេលដែលចម្លើយវែងអ្នកខ្លះគាត់កែធុញពេកគឺគាត់ដាក់យកឲ្យទៅរួចពីដៃក៏មានដែរបាទ
បានជិះតទៅជាមួយនឹងការអនុវត្តរៀបចំនិងបង្កើត test standard បាទមានចំពោះចំនួន6ដំណាក់កាលបាទការតារាងកំណត់គម្រោងលំដាប់ test ទី2គឺការបង្កើតសំណួរ test ទី3អនុវត្តការធ្វើ test ក្នុងថ្នាក់និងទី4ការធ្វើអត្រាកំណែនិងកែសំណួរទម្រង់បើកទី5វិភាគលទ្ធផល test ទី6ចុងក្រោយគឺកំណត់ចំណុចខ្លាំងចំណុចខ្វះខាតបន្ទាប់មករៀបចំផែនការបង្រៀនដើម្បីឲ្យលទ្ធផលសិក្សារបស់សិស្សប្រសើរឡើងជាងមុនបាទការបង្កើតវិញ្ញាសាឲ្យប្រសិទ្ធជាមួយនឹងលទ្ធផលសិក្សានៃកម្មវិធីសិក្សាមានន័យថាទី1គឺយើងត្រូវធ្វើការបែងចែកកម្មវិធីសិក្សាប្រចាំខែដើម្បីបញ្ចូលលទ្ធផលសិក្សាទៅក្នុងកម្មវិធីសិក្សាលម្អិតទី2គឺមានថាបង្កើតតារាងកម្រិតកំណត់គម្រោងលម្អិតតេស្តដោយយោងទៅតាមបំណែកចែកកម្មវិធីសិក្សាប្រចាំខែបង្កើតសំណួរតេស្តដែលផ្អែកលើតារាងកំណត់គម្រោងលម្អិតតេស្តផ្គុំសំណួរតេស្តទាំងអស់ទៅជាវិញ្ញាសាប្រឡងបាទតើអ្វីជាគម្រោងលម្អិតតេស្តបាទគម្រោងលម្អិតតេស្តជាសេចក្តីសង្ខេបឬតារាងលម្អិតដែលបង្ហាញអំពីលទ្ធផលសិក្សាឬស្តង់ដារដែលបានសរសេរនៅក្នុងកម្មវិធីសិក្សាលម្អិតខ្លឹមសារមេរៀនសំខាន់ឬចំណុចផ្សេងៗដែលត្រូវបានដាក់បញ្ចូលក្នុងតេស្តដើម្បីធ្វើការវិយតម្លៃបាទអញ្ចឹងចំណុចសំខាន់ក្នុងគម្រោងលម្អិតតេស្តបាទវាមានទាំងច្រើនបាទមានមុខវិជ្ជារងចំពោះមេរៀនលទ្ធផលសិក្សាធម្មតាស្តង់ដារទម្រង់សំណួរកម្រិតវិធីរបស់លទ្ធផលសិក្សាកម្រិតលំបាករបស់សំណួរបន្ទុកខ្ពស់បំផុតសម្រាប់សំណួរនីមួយៗបាទបំណែកចែកកម្មវិធីសិក្សាបាទចំពោះមេរៀនបាទប្រភេទនៃសំណួរពុជរើសគឺមានច្រើនទៀតបាទខ្ញុំបាទធ្វើការសូមបញ្ចប់មេរៀនសង្ខេបតែប៉ុណ្ណឹងបាទសូមអរគុណលោកគ្រូទេ